Trongស្វាគមន៍មកកាន់វីដេអូរបៀបកំងមុខម្ហូបតាមរយៈ tablet អញ្ចឹងលោកអ្នកធ្វើការបើក app របស់លោកអ្នកហើយនៅខាងឆ្វេងដៃនេះគឺជា subcategory នៅក្នុងហាងរបស់លោកអ្នកប្រកបណាស់ហាងរបស់លោកអ្នកមានមុខម្ហូបខុសពីនៅក្នុងវីដេអូរបស់ខ្ញុំនេះអញ្ចឹងខ្ញុំមាន soft drink beer wine and fruit juice soup ហើយនិង bread ជាឧទាហរណ៍ក្នុងការធ្វើការកំងជូនលោកអ្នកយើងចុចសញ្ញាបូកដើម្បីធ្វើការកំងយើងចុច1កំង1ចុច2កំង2ចុច3កំង3នៅក្នុងឧទាហរណ៍របស់ខ្ញុំនេះខ្ញុំនឹងជ្រើសរើសប្រភេទ subcategory ផ្សេងពីគ្នាចំនួន3ស្មើគ្នាយក fruit juice ចំនួន3ហើយ wine ក៏ចំនួន3 beer ហើយនិង coca ចំនួន3ជាឧទាហរណ៍បន្ទាប់មកទៀតលោកអ្នកចុចសញ្ញាកញ្ចប់ដើម្បីធ្វើការទៀងទាត់នៅអ្វីដែលលោកអ្នកបានជ្រើសរើសកំងថាវាត្រឹមត្រូវដែរឬទេបើសិនជាមានការកែប្រែលោកអ្នកអាចធ្វើការដកឲ្យលើកមកនៅត្រង់កន្លែងនេះបានហើយបើសិនជាលោកអ្នកគិតថាត្រឹមត្រូវសូមចុចប៊ូតុង submit បន្ទាប់ពីចុច submit លោកអ្នកត្រូវពីបញ្ចូល password user របស់លោកអ្នកក្នុងករណីរបស់ខ្ញុំគឺលេខ1 user លេខ1 password ខ្ញុំគឺលេខ1ខ្ញុំចុច enter ដើម្បីបញ្ជាក់នៅត្រង់កន្លែងនេះលោកអ្នកត្រូវជ្រើសរើសលេខតុមុខម្ហូបដែលលោកអ្នកចង់បញ្ជូនទៅលោកអ្នកក៏អាចបញ្ពេញឈ្មោះអតិថិជនពីណាផ្សេងក៏បានដែរបើសិនជាលោកអ្នកចង់លេខតុដែលពណ៌ក្រហមគឺលេខតុដែលរវល់មានព្យាវពណ៌បៃតងគឺជាលេខតុដែលទំនេរចាំលោកអ្នកជ្រើសរើសតុដែលទំនេរហើយចុច OK ក្នុងករណីខ្ញុំគឺតុលេខ8អញ្ចឹង submit success មានន័យថាលោកអ្នកបានបញ្ជូនកំងម្ហូបបានដោយជោគជ័យលោកអ្នកចុចសញ្ញា icon home ដើម្បីទៅកាន់ menu ដើមវិញ